ចាជំរាបសួរលោកតាលោកយាយពុកម៉ែបងប្អូនមានទាំងអស់គ្នាបងជួទូនមកវីដេអូនេះគឺនាងខ្ញុំចេញដំណើរទៅកម្មវិធីបុណ្យរបស់លោកពូមានមីងមីគឺគាត់បានធ្វើបុណ្យខួបគម្រប់1ឆ្នាំរបស់កូនគាត់ដែលបានទទួលមរណភាពទៅហើយនឹងមួយទៀតគឺបុណ្យខាងគាត់ធ្វើឲ្យបងប្អូនគាត់ដែលទៅតាបានស្លាប់ទៅគម្រប់100ថ្ងៃដែរអញ្ចឹងណាបងប្អូនទៅគឺគាត់ធ្វើសរុបជាមួយគ្នានៅវត្តអមរិតប្រទេសបែសិចតែម្ដងដូចនិយាយចឹងបងប្អូនថាយើងខ្មែរយើងគឺមានវត្តហ្នឹងហើយសម្រាប់ប្រតិធ្វើពិធីបុណ្យនានាបុណ្យសាសនាក៏បុណ្យផ្សេងបុណ្យទានអីយើងអាចមកធ្វើនៅវត្តបានអញ្ចឹងពេលយើងមានវត្តអញ្ចឹងទៅគឺយើងអត់នេះបងប្អូនចាគឺយើងអាចមកធ្វើបុណ្យធ្វើអីបានអញ្ចឹងគ្រប់គ្នាអញ្ចឹងហើយមិនថាតែបងប្អូនណាដែលគាត់ចង់មកធ្វើបុណ្យទេគឺគាត់អាចមកធ្វើបានគឺឲ្យតែតំណងមកសួរនាំខាងគណៈកម្មការឬក៏ខាងឯកគុណអីចឹងចង់មកធ្វើបុណ្យអីមកធ្វើមុនអីចឹងប្រាប់ទៅគឺយើងរៀបពេលរៀបម៉ោងរៀបថ្ងៃឲ្យគាត់អាចមកធ្វើបានចង់មកធ្វើថ្ងៃណាក៏បានអីចឹងទៅពួកអីដោយសារតែចង់ឲ្យគាត់ប្រាប់មុនមិនដោយសារពេលថ្ងៃធម្មតាពេលខ្លះដែលគុណអាចនឹងទៅរៀនភាសាភាអីចឹងទៅចឹងមានតែសៅរ៍អាទិត្យទេស្រុកនេះចឹងដែលអាចធ្វើបុណ្យបានបើថ្ងៃធម្មតាភាគច្រើនអត់សូវមានអ្នកមកធ្វើបុណ្យទេនៅវត្តដោយសារម្នាក់គឺគាត់ជាប់រវល់ធ្វើការហើយក៏បើម្ចាស់កម្មវិធីនឹងតនេក៏អ្នកផ្សេងគឺគាត់រវល់ធ្វើការអញ្ចឹងគឺគាត់អត់មានពេលធ្វើអញ្ចឹងណាហើយឥឡូវហ្នឹងគឺមកដល់វត្តហើយបងប្អូនចាកំពុងតែថតគ្រួសារខ្ញុំគាត់អ្នកពូគាត់រជួយកត់វិជីបុណ្យជីអីចឹងទៅគឺគាត់អ្នកកាន់វិជីកាន់អីចឹងទៅហើយខាងចុងភៅនោះកំពុងតែមកមានញឹកបញឹកដៃបញឹកជើងហើយគឺគឺបងប្អូនគាត់បានជួយរកកូនក្មួយធ្វើម្ហូបអ្នកមួយមុខមកអញ្ចឹងគឺម្ហូបគឺហូហៀបបោហើយម្នាក់មុខមកមានណាបងប្អូនអើយម្ហូបច្រើនមែនតែនខាងចាយអញ្ចឹងទៅគឺគាត់ធ្វើប្រហិតជាហួនអីចឹងទៅគឺគាត់ញោមខាងមីងណារិនទៅគឺគាត់ស្លមកជូរស្រែមួយឆ្នាំងអញ្ចឹងទៅឡើងមួយឆ្នាំងធំស្លមជូរតកួនទៀតហើយដល់ពេលខាងមីងសាងទៅគាត់លឺសូថាជាអ្នកប្រឡាក់ស្លាប់មន់ពងស្លាប់មន់ហើយគាត់ធ្វើផ្អែមមកមួយឆ្នាំងដែរដល់ទៅមីងខាងប្រពន្ធពូកដាំងគឺគាត់បានធ្វើបង្អែមចាក់ស្រាយមកថាសផងហើយនឹងគាត់ធ្វើផ្អែមបាញ់ជំនឿបាញ់អីទៀតហើយនឹងមានអ្នកផ្សេងទៀតដូចជាខាងបងប្អូនគាត់ខាងឃើញគាត់មានវិច្ចសមហើយគាត់ស្លកកោមកមួយឆ្នាំងទៀតនោះមានស្លកកោមួយឆ្នាំងទៀតហើយមានមីងសំណាងនេះគឺគាត់ធ្វើនំមក3ថាសហើយចឹងទៀតនិយាយទៅគឺគ្រប់គ្នាបងប្អូននំសមនំអីគឺមានអ្នកជួយផ្សេងគេជួយគ្រប់គ្នាអញ្ចឹងណាចឹងហើយគឺម្ហូបគឺបោហូហៀមែនតែនគឺញ៉ាំមិនតាំងអស់បានកូនក្មួយគាត់បានយកមកផ្ទះយកអីទៀតអីចឹងទៅបងប្អូនហើយចាហើយខាងពូមីងអីផ្សេងគឺគាត់បើថាចឹងថាបានវិច្ចសមមានសមមាននំល្ពៅមានសមចេកសមជ្រូកអីច្រើនណាបងប្អូនគឺនាងខ្ញុំរៀបរាប់អត់អស់ហើយគ្រាន់តែប៉ុណ្្នឹងទៅសត្វតែនេះខ្ញុំរវល់ឡៃចាប់កូនចាប់អីមើលកូនមើលចៅផងអញ្ចឹងគឺនាងខ្ញុំអត់បានមើលច្បាស់ថាអ្នកណាធ្វើអីមកបានអស់អញ្ចឹងណាបងប្អូនចាឥឡូវហ្នឹងគឺព្រះសង្ឃកំពុងតែសូត្រមន្តសូត្រអីហើយយើងដល់កម្មវិធីរាប់បាតណាបងប្អូនចា
ឲ្យកូននាងខ្ញុំរកបាតជាមួយយាយដែលសារនាងខ្ញុំជាប់ថតហើយជាប់មើលកូនតូចទៅវិញទៅមកផងអញ្ចឹងហើយគឺអត់បានរាប់បាតទេប៉ុន្តែបានថតពួកគាត់ពេលកំពុងរាប់បាតអញ្ចឹងណាបងប្អូនចាកូនក្មេងដែលយើងមានមនុស្សចាស់ជួយប្រាប់អញ្ចឹងដេកកូនសូត្រហើយឥឡូវហ្នឹងគឺដល់ម៉ោងគាត់យកចង្ហាន់យកអីយកមកវេយកមកអីដើម្បីឧទ្ទិសកុសលដល់កូនគាត់ក៏ដូចជាខាងបងប្អូនគាត់ដែលបានចែកឋានទៅហ្នឹងគឺដើម្បីរំលឹកដល់ពួកគាត់អញ្ចឹងណាបងប្អូនចាអញ្ចឹងហើយលើកចង្ហាន់លើកអីយកមកឲ្យដេកគុណគាត់វេគាត់អីបន្ថែមអីចឹងទៅបើសម្រាប់កូនពៅនាងខ្ញុំវិញបងប្អូនហើយដែលណាបានពណ៌គាត់ជាប់រហូតអញ្ចឹងគឺគាត់វិលទៅវិលមកវិលទៅវិលមកឥឡូវហ្នឹងដាក់គេងនៅក្រោមឲ្យតែបាននៅចិត្តយើងគឺមិនអីទេសំខាន់កុំឲ្យតាអត់មានអ្នកនៅចិត្តចឹងគឺគាត់ស្រែករបន្ទាប់ពីដែលកូនឆាន់ហើយអីហើយលោកតាលោកយាយក៏ដូចជាកូនក្មេងកូនអីគឺគាត់ចាប់ផ្ដើមរៀបចំញ៉ាំអាហារជុំគ្នាបងប្អូនកូនក្មេងនេះខ្ញុំស្រួលណាស្លាប់មន់ពងមកគឺរួចហើយដោយសារតាមីងធីតាគាត់អ្នករៀបចំឲ្យកូនក្មួយញ៉ាំទេសម្រាប់ម៉ាក់វីនេះគឺកន្លែងជាប់ឲ្យមើលអូនតូចហើយដូចម្ហូបបងប្អូនឃើញហើយមានតានំប៉័ងសាច់មានតាំងពីញ៉ាំមានតាំងពីម្ហូបច្រើនណាគ្រាន់ថាអត់បានថតអស់បងប្អូនដូចនិយាយចឹងមានសឡកកកមួយឆ្នាំងសឡម្ជូរស្រែអញ្ចឹងមួយឆ្នាំងទៀតហើយនឹងញ៉ាំមានអីចឹងទៅហើយមានឆាមីនេះជេរីគឺគាត់ឆាមកចឹងទៅនិយាយទៅគឺគ្រប់ម្នាក់ដូចថាចឹងម្នាក់គាត់ធ្វើមកម្នាក់ធ្វើមកមួយមុខទៅអញ្ចឹងគឺម្ហូបច្រើនមែនតែនផ្អែមអីចឹងគ្រប់សពបងប្អូនហើយចារៀបនិយាយទៅគឺមនុស្សគឺមិនសូវច្រើនហ្មងទេមនុស្សតិចដែរអញ្ចឹងគឺម្ហូបអីហ្នឹងគឺសល់ច្រើនណាបងប្អូនហើយចាអូមានតាំងពីតប៉ែហ្នឹងផ្លេចគឺខាងបងវីគឺគាត់បងសុធាគឺគាត់អ្នកធ្វើមកឲ្យតប៉ែគាត់ហ្នឹងគឺឆ្ងាញ់ល្មមហើយអ្នកមីងសំណាងនឹងឯងគឺគាត់អ្នកនំគាត់ទាំងអស់ហ្នឹងគឺ3ប្រអប់នឹងឯងគឺនំគាត់ធ្វើយកមកជួយអញ្ចឹងណាបងប្អូនចាទឹកចិត្តខ្មែរយើងមានអីបងប្អូនការឆ្លៃរាប់អានហើយដូចនាងខ្ញុំគឺអត់បានជួយធ្វើអីបានទេបងប្អូនដោយសារតែនាងខ្ញុំជាប់កូនតូចហើយប៉ាគាត់គឺគាត់ជួយកត់បញ្ជីហើយពេលម៉ោងញ៉ាំកូនពៅនាងខ្ញុំគឺគាត់ស្រួលណាស់គឺគាត់កេងលក់អញ្ចឹងឲ្យម៉ាក់វីបានញ៉ាំបានត្រង់គីលណាបងប្អូនញ៉ាំបានស្រួលអីចឹងទៅចាអរគុណ